សម្រាប់តំបន់ប្រាសាទព្រះវិហារពីមុំ3ចូលមកដល់តាមន់តាកបីមកដល់អូស្មាច់ត្រូវទប់ឲ្យជាប់នៅកន្លែងហ្នឹងដាច់ខាត់អត់ឲ្យចូលទេប៉ុន្តែបើហ៊ានវាយខាងថ្មពួកវាយខាងប៉ោយប៉ែតបើគេចង់ចូលបើកឲ្យចូលមកបើកឲ្យចូលខ្ញុំបង្ហាញពីយុទ្ធសាស្ត្ររបស់ខ្ញុំហេតុអីបានត្រូវបើកឲ្យចូលទី1បញ្ជាក់ថាអ្នកឯងកំពុងវាយចូលដីរបស់ខ្ញុំហើយឲ្យពិភពលោកបានឃើញទី2កងទ័ពកាលណានៅមិនតាន់ពង្រាយទេកងទ័ពនៅក្រៅប៉ុន្តែកាលណាពង្រាយភ្លាមគឺកងទ័ពដូចខ្សែយឺតចឹងអញ្ចឹងកងទ័ពត្រូវស្ដើងយើងត្រូវវាយកាត់យកតែម្ដងអាដឹងយើងប្រើវិធីដូចពោះអត់មាត់ទេពោះនៅស្ងៀមតែមកញ៉ៃញ៉ៃចុះឡើងចឹកមកបែកងាប់បាត់កម្ពុជាវាមានពេលវេលាដែរការភាពទន់ភ្លន់របស់យើងប៉ុន្តែបើអ្នកឯងបំពេញយើងត្រូវតែឆ្លើយតបហើយយើងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការដាក់វិធានការបាទដើម្បីការពារមុខមាត់ជាតិនិងអធិបតេយ្យភាពជាតិ